ระเบียบក្នុងការដាក់ keyword នៅលើ column ពាក្យដែលហើយយើងខ្ជិលវាយអានេះប្រុសស្រីណាហើយយើងវាយមកដល់ទៅវាយវារហូតអញ្ចឹងទៅមកដល់ហ្នឹងហើយនេះពាក្យ keyword វាមាន account IT ហើយ manager ទេចុះមកដល់ហ្នឹងយើងចង់ save ពាក្យទាំងអស់ហ្នឹងទុកសម្រាប់ដល់មកដល់ហ្នឹង select យកតែម្ដងអត់ចាំបាច់វាយច្រើនដងនេះ keyword ដែលយើងសរសេរទុកឲ្យវាមាន sex វាមានតែប្រុសនិងស្រីទេperson nóមាន IT account អីចឹងទៅអូខេអញ្ចឹងដើម្បី select ដើម្បីធ្វើអាហ្នឹងបានគឺយើងធ្វើ data validation បងឡើយយើងគឺ select ទៅលើ club ណាដែលយើងចង់បានបន្តមកយើង select ទៅ data ណែ data ហើយយក data validation select ណា data validation អាខាងលើហ្នឹង select យកបន្តមកយើងនេះយកនេះ select លើវាយកពាក្យ list ហើយកន្លែង source នេះគឺយើងដាក់ keyword យើងដាក់ keyword អញ្ចឹងកន្លែង search ហ្នឹងវាមាន keyword ទេតែប្រុសនិងស្រីទេយើង select យកតែប្រុសនិងស្រីហ្នឹងមកដែលយើងវាយទុកហើយនេះហើយអូខេទៅណាអញ្ចឹងបើថាមានអីមកទៀតនេះឈ្មោះអីណែមកអញ្ចឹងថាភេទអីប្រុសឬមកក៏ស្រីដាក់ស្រីទៅប្រុសដាក់ប្រុសទៅអញ្ចឹងយើងអត់ចាំបាច់ចំណាយពេលក្នុងការវាយវាទេយូរអានេះគឺចឹងដែរយើង select លើ column C មកយើងចង់ដាក់ position នេះ keyword វាមាន3នេះយក data ដែរបន្តមក data validation ហើយ select លើ data validation ហើយជ្រើសរើសយកពាក្យ list ហើយយើងចុចលើទៅអា column source នេះ select យក keyword យកមាន13ណាហើយអូខេមកតែប៉ុណ្ណឹងបានណាcounting អី IT ហ្នឹងមកហើយអញ្ចឹងអាហ្នឹងគឺជាការធ្វើ data validation យើង select ពាក្យ keyword ទៅ